សួស្តីអ្នកនរគ្នាសួស្តីខ្ញុំស្រីនេះខ្ញុំផលីអូខេថ្ងៃនេះយើងនឹងចេញវីដេអូទី4ដែលវីដេអូរបស់យើងគឺនិយាយពីរឿងតូចតាចអញ្ចឹងរឿងតូចតាចហ្នឹងអ្នកនរគ្នាខ្លះអាចនឹងគាត់មើលរំលងគាត់ថាវាអត់សូវជាអត្តពលដល់ជីវិតរបស់យើងអញ្ចឹងណាប៉ុន្តែវាពិតជាអត្តពលដល់ជីវិតរបស់យើងជាអត្តពលដល់អារម្មណ៍របស់យើងថាយើងសប្បាយចិត្តពេញមួយថ្ងៃឬក៏យើងអាចនឹងកាត់ទុកពេញមួយថ្ងៃ Yes អញ្ចឹងរឿងទី1ដែលពួកយើងនឹងនិយាយគឺពេលព្រឹកយើងគួរតែកុំមើល social media ម៉ែលើថាយើងអាចថាងើបឡើងអញ្ចឹងយើងកុំអាចាប់ទូរស័ព្ទមក scroll story របស់គេឬក៏ scroll TikTok ឬក៏ Facebook អីចឹងទៅអញ្ចឹងការដែលយើងមើលវាអាចនឹងចៃដន្យយើងជួបនៅរឿងដែលអត់ល្អដូចជាគ្រោះថ្នាក់ចរាចរណ៍ការបាត់បង់សមាជិកគ្រួសារឬក៏អីចឹងទៅយើងអាចនឹងទទួលអារម្មណ៍សែតតែពិតអានឹងជាការជួយខ្លួនឯងអ្នកនរគ្នាអាចរើសបានថាមើលឬក៏មិនចង់មើលអញ្ចឹងយើងអានឹងគ្រាន់តែជាបទពិសោធន៍យើងគិតថាអត់មើលគឺវាប្រសើរជាងដោយសារមើលទៅយើងប្រកាសជាទទួលអារម្មណ៍អត់សុខចិត្តហើយមួយថ្ងៃហ្នឹងគឺយើងវាអារម្មណ៍វល់តែនឹងរឿងហ្នឹងគូក្បាលរបស់យើងគិតតែរឿងហ្នឹងដោយសារតែការងើបពីព្រលឹមហ្នឹងគឺយើងគូក្បាលយើងស្រឡះល្អអញ្ចឹងការបញ្ចូលព័ត៌មានហ្នឹងគឺលឿនមែនតើអញ្ចឹងសួរថាអ្នកនរគ្នាចង់បញ្ចូលព័ត៌មានដែលអត់ល្អអត់គាត់จะអត់ទេខ្ញុំគិតថាប្រហែលជាអ្នកទាំងអស់គ្នាអត់ចង់បញ្ចូលព័ត៌មានដែលអត់ល្អទេខ្ញុំគិតថាអ្នកទាំងអស់គ្នាគិតថាមួយថ្ងៃហ្នឹងគឺចង់ធ្វើមិនឲ្យខ្លួនឯងសុខចិត្តណាតាំងពីព្រឹករហូតដល់ល្ងាចហ្មងណាអញ្ចឹងហើយរឿងដែលអ្នកទាំងអស់គ្នាអត់ចង់បញ្ចូលគឺរឿងអត់ល្អហ្មងអញ្ចឹងបើអ្នកទាំងអស់គ្នាអត់ចង់បញ្ចូលរឿងអត់ល្អមិនទៅយើងបញ្ចូលរឿងដែលល្អទៅមែនអត់ទៅអត់អញ្ចឹងហើយអញ្ចឹងភ្ជាប់ជាមួយនឹងអីដែលមិត្តភក្តិខ្ញុំនិយាយគឺយើងកុំមើលsocial media ធ្វើឲ្យយើងមានអារម្មណ៍ថាអត់ល្អអីចឹងទៅអញ្ចឹងណាតែមួយទៀតខ្ញុំក៏លើកឡើងមួយទៀតដែលបើសិនតែអ្នកទាំងអស់គ្នាមើលរឿងនេះថាអាចតែធ្វើឲ្យខ្លួនឯងសប្បាយចិត្តក៏ it's okay ចឹងទៅតែគួរតែមើលគាត់ថាយើងត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងហើយជួបមួយជាមួយនឹងកន្លែងហ្នឹងផងដែរខ្ញុំគិតថារឿងមួយទៀតស្នាមញញឹមណាខ្ញុំគិតថាអ្នកទាំងអស់គ្នាបែរជាមើលវីដេអូរបស់ពួកយើងហើយគ្រាន់តែឃើញពួកយើងញញឹមទៅកាន់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាមកទៅសប្បាយចិត្តហើយឧទាហរណ៍ថាអ្នកទាំងអស់គ្នាពងតែមើលរឿងឬក៏វីដេអូផ្សេងទៅគឺថាសែតហ្មងណាគាត់បាត់បង់គ្រួសារគាត់និយាយពីរឿងកាត់ទុករបស់គាត់ហ្នឹងហើយចឹងសែតប៉ុន្តែដល់ពេលមកមើលវីដេអូពួកយើងទាំងពីរឃើញថាពួកយើងបានផ្ដល់ស្នាមញញឹមទៅដល់អ្នកទាំងអស់គ្នាចឹងអ្នកទាំងអស់គ្នាគិតប្រកាសជាសប្បាយចិត្តតែមែនអត់អញ្ចឹងអាការផ្ដល់ស្នាមញញឹមមកកាន់ខ្លួនឯងឬក៏គេហៅថាយើងផ្ដល់ស្នាមញញឹមទៅកាន់អ្នកដទៃមានន័យថាដូចមិនទៅខ្ញុំធ្លាប់មានវិភាគខ្ញុំម្នាក់ដែលគាត់និយាយថាចេះថ្ងៃនោះគាត់មានអារម្មណ៍ថាគាត់អត់សប្បាយចិត្តហ្មងគាត់លំសែតប៉ុន្តែដល់ពេលឃើញខ្ញុំមើលទៅកាន់គាត់ហើយញញឹមតាគាត់គាត់មានអារម្មណ៍ថាចុះអារម្មណ៍ដែលសែតបាត់ទៅណាអស់លេងហ្មងដោយសារយើងបានឃើញថាម្នាក់ហ្នឹងកំពុងតែផ្ដោតស្នាមញញឹមហើយមានអារម្មណ៍សប្បាយចិត្តមួយនឹងម្នាក់ហ្នឹងអីចឹងណាអញ្ចឹងហើយខ្ញុំគិតថាអាការផ្ដោតស្នាមញញឹមតិចតួចទេប៉ុន្តែយើងអាចធ្វើឲ្យអីគេដៃគូឬក៏អ្នកដែលយើងបានជួបហ្នឹងណាឲ្យគាត់សប្បាយចិត្តដែរអញ្ចឹងអាហ្នឹងក៏ជារឿងទូចមួយដែលខ្ញុំគិតថាអ្នកទាំងអស់គ្នាមិនអាចភ្លេចអញ្ចឹងទោះបីតែយ៉ាងណាក៏ដោយយើងដើរទៅក្រៅនឹងអីយើងទៅណាក៏ដោយគឺយើងកុំភ្លេចផ្ដល់ស្នាមញញឹមសម្រាប់អ្នកដទៃនិងជាពិសេសគឺខ្លួនឯងហ្នឹងចឹងតាមពិតការផ្ដល់សារញញឹមហ្នឹងគឺវាជាអត្តពលខ្លាំងគឺជាអត្តពលវិជ្ជមានហ្មងណាដោយប៉ូលីបាននិយាយតែគាត់បានធ្លាប់ជួបអភិសាទគឺគាត់តែញញឹមដាក់គេសប្បាយចិត្តហើយកាលនេះគេប្រាប់យើងទៀតចឹងន័យថាពេលខ្លះយើងអត់ដឹងត្រូវគាត់ថាយើងបានញញឹមហើយយើងធ្វើឲ្យគេសប្បាយចិត្តចឹងល្អមែនតើហើយមួយទៀតហ្នឹងការចែករំលែកនៅរបស់តិចតួចគេខ្លះឧទាហរណ៍ដូចជានឹងយើងមានអីញ៉ាំយើងអាចចែករំលែកគ្នាឬក៏អីអានឹងជាទឹកចិត្តរបស់យើងហើយពេលយើងធ្វើទៅការគេថាការផ្ដល់ឲ្យគេហ្នឹងគឺធ្វើឲ្យយើងសប្បាយចិត្តជាងការដែលយើងទិញរបស់អីជូនខ្លួនឯងទៀតវាសប្បាយចិត្តជាងហើយការផ្ដល់របស់តិចតួចទាំងបីថាសម្ភារៈឬក៏អីចឹងទៅធေါ်ដូចសម្លៀកបំពាក់ដែលយើងពាក់ពេលខ្លះយើងពាក់អត់តន់ចាស់ណាស់ណាវាថាយើងលេងស្លៀកវាយើងអាចជូនទៅកាន់អ្នកដែលគាត់
រត់សតជាងយើងហើយឬក៏គាត់អត់តន់មានរបស់ហ្នឹងអីចឹងយើងអាចចែករំលែកឲ្យគាត់ឬក៏ពេលខ្លះយើងឧទាហរណ៍ដូចក្មេងៗគាត់ធំអីចឹងទៅខោអាវហ្នឹងអាចនឹងនៅទុកចោលអីចឹងយើងអាចយកអាហ្នឹងជូនទៅកន្លែងបរិច្ចាគអីយើងអាចផ្ដល់ឲ្យគាត់បានអញ្ចឹងអាហ្នឹងរបស់ដែលយើងនិយាយថាទុកក៏អាចថាអនុស្សាវរីយ៍ហ្នឹងត្រូវតែបើសិនជាយើងអាចផ្ដល់អាហ្នឹងទៅជាប្រយោជន៍ដើម្បីនរណាគេម្នាក់ក៏វាល្អដែរទៅដល់ហ្នឹងអញ្ចឹងអាហ្នឹងគេហៅថាការចែករំលែករបស់តិចតួចឬក៏អាចនិយាយថាវាមិនមែនជាតម្រូវការរបស់យើងទេប៉ុន្តែអ្នកដទៃគឺជាតម្រូវការរបស់គាត់យល់អត់ឧទាហរណ៍ថាយើងដឹងស្រាប់អីយើងគេហៅថាយើងមកពីខេត្តផ្សេងគ្នាឬក៏មកពីប្រភពផ្សេងគ្នាអញ្ចឹងទៅយើងនឹងមានរបស់បើគេហៅថាផ្លែឈើអីចឹងណាយើងមានរបស់ដែលអាចថាផ្លាស់ប្ដូរគ្នាបានដើម្បីសាករសជាតិឬក៏អីអាហ្នឹងគ្រាន់តែរឿងតិចតួចទេតែខ្ញុំហ្នឹងអត់ផលីមានកលែនខ្ញុំមានស្វាយហ្នឹងហើយយ៉ាពួកយើងតែឲ្យចែករំលែកគ្នាញ៉ាំហើយឧទាហរណ៍ថានៅតំបន់ហ្នឹងអត់មានផ្លែស្វាយអញ្ចឹងទៅអញ្ចឹងនៅតំបន់គាត់មានផ្លែស្វាយអញ្ចឹងគាត់អាចចែករំលែកហ្នឹងដឹងអត់វាអាចនិយាយថាម៉េចទៅយើងរសជាតិយ៉ាផ្លាស់ប្ដូររសជាតិឲ្យវាដូចជាការចែករំលែករបស់តិចតួចទៅកាន់គ្នាអញ្ចឹងតិចអ្នកនរគ្នាគាត់ថាសំខាន់តែខ្ញុំបានញ៉ាំគ្រាន់ទៅវាអត់ទេតែយើងអត់ត្រូវគិតចឹងវាគេហៅថាម៉េចទៅវាអាហ្នឹងយើងអាចបានធ្វើឲ្យខ្លួនឯងអាចនឹងសប្បាយចិត្តតែប៉ុន្តែយើងអាចនឹងសប្បាយចិត្តនៅកម្រិតទៀតក្នុងករណីដែលយើងចែករំលែកខ្លះឲ្យសប្បាយចិត្តទាំងអស់គ្នាអញ្ចឹងហើយមួយទៀតរបស់តិចតួចហ្នឹងក៏ខ្ញុំសូមលើកឡើងពីចំណុចមួយគឺការសួរនាំឧទាហរណ៍ថាយើងឃើញមិត្តភក្តិយើងសែតអីចឹងពេលខ្លះយើងក៏សួរដែរកាត់អីគេមានអារម្មណ៍អ្នកនឹងធ្លាប់អត់គេធ្លាប់អត់ពេលបងសែតអីចឹងហើយមានមនុស្សគេសួរកាត់អីគេយើងយំហូរអាហ្នឹងខ្ញុំធ្លាប់យ៉ាដោយសារតែយើងកំពុង stress ឬក៏អីអញ្ចឹងវាមានអារម្មណ៍ងឹតឈឹងហ្មងស្រាប់តែមានម្នាក់គាត់មកសួរថាយើងកាត់អីគេហើយយើងអាចនិយាយអាចចំណុចអស់ហ្នឹងទៅប្រាប់គាត់បានអញ្ចឹងអាហ្នឹងជារឿងល្អមែនតើហើយពេលខ្លះយើងគិតថាគ្រាន់តែសួរអញ្ចឹងអ្នកខ្លះក៏សួរអញ្ចឹងសួរយកគួរតែអាហ្នឹងវាបានជួយដល់ម្នាក់ទៀតខ្លាំងមែនតើហ្នឹងហើយអញ្ចឹងបើគិតទៅអីដែលពួកយើងចង់ចែករំលែកថ្ងៃហ្នឹងគ្រាន់តែជាចំណុចទូចដែលខ្ញុំគិតថាអ្នកខ្លះអាចនឹងគាត់មើលរំលងតែក៏មានមនុស្សមួយចំនួនដែលគាត់អត់មើលរំលងឬកន្លែងហ្នឹងឯងអញ្ចឹងបើសិនតែអីដែលពួកយើងបានចែករំលែកទៅថ្ងៃហ្នឹងដែលយើងអាចយកទៅធ្វើម៉េចទៅយើងយកទៅប្រើប្រាស់បានឬក៏អនុវត្តដើម្បីឲ្យខ្លួនឯងសប្បាយចិត្តហើយជាពិសេសកូនអ្នកដទៃក៏សប្បាយចិត្តផងដែរអាហ្នឹងគឺយើងយកទៅប្រើប្រាស់ទៅចឹងណាហ្នឹងហើយចឹងថ្ងៃហ្នឹងយើងមានតែប៉ុណ្្នឹងទេចឹងអរគុណបាយបាយអ្នកនរគ្នា